បាទសួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំបាទសូមបង្ហាញពីរបៀបទាញយកសុសកម្មវិធី Typing Master 11បន្ទាប់មកយើងធ្វើការ set up តម្លើងកម្មវិធីនេះនៅក្នុងកុំព្យូទ័ររបស់យើងដើម្បីធ្វើការ work hard នៅវគ្គ Typing អង់គ្លេសបាទដើម្បីឲ្យចាំស្ទាត់ជំនាញនៅលើ keyboard មុននឹងយើងចូលសិក្សាវគ្គផ្នែករដ្ឋបាលនិងផ្នែកគណនេយ្យបាទដូច្នេះក៏សូមអញ្ជើញបងប្អូនតាមដានពីរបៀបការទាញយកទាំងអស់គ្នាដូចតទៅបាទបាទជាដំបូងបងប្អូនត្រូវបិទកម្មវិធីចាប់មេរោគនេះសិនមកបាទអញ្ចឹងបងប្អូនមកខាងស្ដាំយកពាក្យយក disable នឹងមកបាទបិទវាសិនតើមកទៀតបងប្អូនទៅចុចយក Firefox បើបងប្អូនមានជ្រុំក៏ចុចយកជ្រុំទៅបាទហើយត្រង់កន្លែងនេះយើងវាយ search ថាpre download Typing Master 11 Pro បាទនេះកន្លែងហ្នឹងបាទតើមកទៀតយើង select យក Typing Master 11 double យក Typing Speed បាទអញ្ចឹងចុចអានេះមកបាទចុចហ្នឹងមកតួមកបងប្អូនចុចលើត្រង់កន្លែងនេះ Typing Machine 11 app នេះបាទតួមកចុចយក Ultimate for School បាទហ្នឹងគឺយើង down មកវាអត់ជាប់license ទេបាទតួមកយើងចុចយក download now បាទហើយមកទៀតបងប្អូនរងចាំវា down ទាញយកឲ្យចប់សិនចាំយើងធ្វើការតម្លើង set up ចូលក្នុងកុំព្យូទ័ររបស់យើងបាទពេលនេះវា down ចប់ហើយបងប្អូនចុចលើប្រអប់នេះមកដើម្បី search ទៅរកកន្លែងដែលវាសុសដែលយើងបានរក្សាទុកតើមកបងប្អូនចុចនៅត្រង់សុសដែលយើងបានទាញយកមិញចុចមកខាងស្ដាំហើយយកពាក្យ run as animator បាទតើមកចុចលើ install បាទចុចលើ install មកតមកចុចយកអូខេបាទអូខេមកតមកយកចុច next បាទចុច next មកតមកបងប្អូនកន្លែងនេះ tick យកលើណាបាទ tick យកលើហើយចុចយក next បាទចុច next ទៀតមកបាទកន្លែងនេះក៏ចុច next ទៀតទៅបាទអានេះក៏យើងចុច next ទៀតបាទចុច next ទៀតបាទចុចទៀតទៅពេលនេះវាកំពុង set up ចូលក្នុងកុំព្យូទ័ររបស់យើងហើយបាទពេលវា set up ចប់យើងអាចធ្វើការបើកវាបានពេលនេះវាដាក់ថា finish អញ្ចឹងបងប្អូនអាចចុចលើ finish វាបើកកម្មវិធីហ្នឹងឲ្យបាទនេះគឺកម្មវិធីដែលយើងបាន set up អំបញ្ញមិញអញ្ចឹងបងប្អូនសាកចូលធ្វើតេស្តទៅខ្ញុំវាយឈ្មោះចូលកន្លែងនេះហើយបន្ទាប់មកចុចយក enter បាទចុចយក enter ហើយយើងចុចយក start now អញ្ចឹងវាមាន12មេរៀនអញ្ចឹងបងប្អូនត្រូវរៀនឲ្យចប់ទាំង12មេរៀនហើយអាការរបៀបវាយឬក៏របៀបវឹកហាត់យ៉ាងណានោះចាំទៅមេរៀនបន្ទាប់ចាំខ្ញុំនឹងប្រាប់បង្ហាញការវឹកហាត់បន្តទៀតអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលា